ជំរាបសួរបងប្អូនទាំងអស់គ្នាហើយពុកម៉ែបងប្អូនយុវជនយុវរីទាំងអស់គ្នាផងដែរថ្ងៃនេះអរគុណខ្ញុំបានមកផ្សារ KC ជាន់ទី4ហើយថ្ងៃនេះផងដែរខ្ញុំចង់មានវិធានបទមួយការព្យាបាលសាច់ដុំដោយចលនាអញ្ចឹងមនុស្សរាល់គ្នាកំពុងតែជួបបញ្ហាអឺសាច់ដុំតឹងណែនពិបាកធ្វើចលនាហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាផងដែរហើយបន្ទាប់ទៅនេះបងប្អូននឹងតាមដានជាមួយខ្ញុំនិយាយអំពីការព្យាបាលសាច់ដុំដោយចលនាទី1បងប្អូនឈឺរ៉ាំរ៉ៃពិបាកនឹងធ្វើចលនាទី2បងប្អូនឈឺស្មាតែឈឺស្មាហើយបងប្អូនលើកដៃអត់រួចទេលើកដៃធ្វើកាយវិការអឺអឺពាក់អាវជាពិសេសពាក់អាវធ្វើកាយវិការធ្វើចលនាផ្សេងប្រចាំថ្ងៃរបស់បងប្អូនអញ្ចឹងកាលណាបងប្អូនឈឺដៃហើយលើកអត់រួចទេអញ្ចឹងនៅពេលនេះខ្ញុំជាអ្នកជំនាញព្យាបាលសាច់ដុំដោយចលនាអាចនឹងដោះស្រាយបញ្ហារបស់បងប្អូនបានជាដោះស្រាយបញ្ហារបៀបដែលបងប្អូនឈឺស្មានឹងបានបងប្អូនអញ្ចឹងបងប្អូនត្រូវប្រញាប់រស់រឡើងដើម្បីមកព្យាបាលសាច់ដុំជាមួយខ្ញុំជាគ្រូនៅឯកទេសចាប់ព្យាបាលដល់សាច់ដុំអរគុណច្រើនហើយទី2ទៀតបងប្អូននឹងឈឺបងប្អូននឹងជាប់កឈឺកជាប់កឈឺកជាប់កបងប្អូនស្រួលទេបងប្អូនអត់ទេគឺរឹងករងងាកឆ្វេងងាកស្ដាំមករួចបងប្អូនអានឹងជាបញ្ហារបស់បងប្អូនផងដែរហើយបណ្ដាលឲ្យបងប្អូនឈឺកជាប់កហ្នឹងធ្វើឲ្យយើងសបាងភ្នែកឈឺភ្នែកបាទអញ្ចឹងអរគុណបងប្អូនអញ្ចឹងបងប្អូនបើមានចំណាប់អារម្មណ៍បងប្អូនឈឺហ្នឹងមានចំណាប់អារម្មណ៍បងប្អូនតាក់ទងតាមរយៈខ្ញុំជាឯកទេសព្យាបាលចលនាសាច់ដុំនេះតាមរយៈលេខ070 60 41 27បងប្អូនអញ្ចឹងបន្តទៀតបងប្អូននឹងមានបញ្ហាឈឺក្បាលរ៉ាំរ៉ៃបងរ៉ាំរ៉ៃបានន័យថាថ្ងៃណាក៏ឈឺថ្ងៃណាក៏ឈឺលេបថ្នាំមិនបាត់ធ្វើអ្វីមិនបាត់រ៉ាំរ៉ៃពិបាកនឹងធ្វើចលនារំខានការងារបងប្អូនបន្តទៀតអញ្ចឹងហេតុនេះហើយបងប្អូននឹងមានជួបបញ្ហាច្រើនអញ្ចឹងពេលនោះព្រះអង្គនឹងគៀបសរសៃអញ្ចឹងឆ្អឹងកយើងមានចំនួន7តាឆ្អឹងកចំនួន7នឹងហើយដែលសុតឬសៃឈាមហើយគៀបសរសៃនឹងហើយធ្វើឲ្យជាងឈឺក្បាលរ៉ាំរ៉ៃហើយយើងរំខានការងារយើងជាច្រើននឹងអរគុណបងប្អូនទស្សនាហើយបងប្អូននឹងជួបបញ្ហាបែបហ្នឹងបងប្អូនរស់រាន់មកនឹងព្យាបាលជាមួយខ្ញុំនឹងជួយដោះស្រាយបញ្ហាបងប្អូនឲ្យបាន100%បងប្អូននឹងអរគុណបងប្អូនហើយរយៈពេលដ៏ខ្លីជាហើយចំណាយនឹងប្រាក់បន្តិចបន្តួចបងប្អូនរស់រាន់ឡើងបងប្អូនពេលវេលាដ៏មានតម្លៃបងប្អូនពីមួយថ្ងៃព្រះអង្គឈឺបងប្អូនឈឺពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនឈឺខាតពេលវេលាខាតការរកស៊ីការធ្វើដំណើរការរស់នៅបងប្អូនចឹងអរគុណបងប្អូនរស់រាន់មកព្យាបាលជាមួយខ្ញុំបាទអរគុណបងប្អូនហើយបន្តទៅទៀតបងប្អូននឹងឈឺចង្កេះនេះឈឺចង្កេះហើយនឹងតាគៀកបងប្អូនឈឺតាគៀកបញ្ហាឈឺតាគៀកចង្កេះបងប្អូនឈឺតាគៀកចង្កេះបងប្អូនមានបញ្ហាច្រើនរំខានការងារបងប្អូនច្រើនហើយអានេះមិនមែនថាឈឺតែចង្កេះវាបណ្ដាលទៅឲ្យមានបញ្ហាទៅទៀតតម្រងនោមធ្វើឲ្យឈឺតម្រងនោមខ្សោយកលៀនទៀតបងប្អូននេះហើយជាបញ្ហារបស់បងប្អូនអញ្ចឹងបងប្អូនរស់រាន់ឡើងមកព្យាបាលជាមួយខ្ញុំនឹងព្យាបាលដោះស្រាយបញ្ហាដែលបងប្អូនឈឺចង្កេះតាគៀកនេះឲ្យបានជា100%បងប្អូន
នឹងអរគុណច្រើនបងប្អូនហើយបងប្អូននៅជួបប្រទេសជាច្រើនទៀតពេញរាងកាយរបស់យើងបងប្អូនពេញរាងកាយរបស់យើងហើយបងប្អូនឈឺកជើងមកណាឲ្យស្ពឹកជើងបងប្អូនអញ្ចឹងការឈឺកជើងស្ពឹកជើងបងប្អូនរំខានការងារបងខានការងារខ្ញុំដឹងថាខានការងារបងប្អូនហ្នឹងហើយបងខានការងារបងប្អូនអញ្ចឹងបងប្អូនរស់រាន់មកព្យាបាលជាមួយខ្ញុំនឹងបានជា 100% បងប្អូនអញ្ចឹងបងប្អូនស្ពឹកជើងពិបាកធ្វើចលនាដើរជន់ដីជន់ឈើអីដឹងទេបងប្អូនជន់ដែកគោលអត់ទាន់ដឹងថាមុតផងហ្នឹងហើយបញ្ហាខ្លាំងបងប្អូនទូផុតបងប្អូនហើយបញ្ហាហ្នឹងខ្ញុំដោះស្រាយបាន 100% ជាមួយបងប្អូនហើយបងប្អូនមានបញ្ហាមួយទៀតបញ្ហាឈឺប្រអប់ជើងយើងដើរបងដើរខ្ញាក់ឈឺប្រអប់ជើងនេះហើយជាបញ្ហាអញ្ចឹងខ្ញុំដោះស្រាយបានទៀតបានរាល់បញ្ហារបស់បងប្អូនដែលឈឺសាច់ដុំពិបាកធ្វើចលនាបងខ្ញុំដោះស្រាយបាន 100% បងឲ្យបងប្អូនរស់នៅដោយមានផាសុកភាពទៀតបងប្អូនអញ្ចឹងបងប្អូនមានឈឺទៀតបន្តទៀតរាងកាយរបស់យើងឈឺទៀតឈឺជង្គង់កំភួនជើងអញ្ចឹងបញ្ហាច្រើននៅលើសពថ្ងៃនេះនៅសពថ្ងៃប្រទេសកម្ពុជាយើងកំពុងតែកើតឡើងដោយឈឺជង្គង់សន្លាក់កំភួនជើងនេះបញ្ហាច្រើនពិបាកនឹងទុកយូរទៅបងប្អូនធ្វើឲ្យជង្គង់នេះទុកយូរទៅធ្វើឲ្យវាកើតជាមហារីកតែមហារីកហើយបងប្អូនពិបាកព្យាបាលណាកំភួនជើងបងប្អូនពិបាកធ្វើចលនាពេលណាបងប្អូនសម្រានវាតឹងណែនគ្រាន់តែយើងធ្វើចលនាកម្រើកវាដូចថាមូលកពើពិបាកទ្រាំបងពិបាកទ្រាំណារំខានការងារយើងណាបងប្អូនខ្ញុំធ្លាប់ជួបប្រទេសហើយនឹងអរគុណច្រើនបងប្អូនហើយបងប្អូនមានជួបប្រទេសទៀតសពថ្ងៃនេះជាច្រើនមនុស្សជាច្រើនដែលឈឺគឺឈឺស្លាប់មួយជំនាញខ្លួនគេហៅថាជំងឺ stroke ប្រខ្មែរហៅថាលោកព្រះនេះបងអញ្ចឹងបញ្ហាទាំងអស់នេះខ្ញុំអាចដោះស្រាយបានទៀតបងប្អូនដោះស្រាយបានបងប្អូនដែលឈឺស្លាប់មួយជំនាញខ្លួននេះអាចដោះស្រាយបាន 100% ដែរតែបងប្អូនតាមដានព្យាបាលជាមួយខ្ញុំប្រើពេលវេលាដ៏ខ្លីទេបងប្អូនដល់ពេលដ៏ខ្លីចំណាយប្រាក់បន្តិចបន្តួចអញ្ចឹងសុខភាពយើងបានរស់នៅស្រួលដែរបងបាទរីករាយបងដែរតែបានឈឺជំងឺអស់នឹងហើយទាំងអស់ដែលខ្ញុំរៀបរាប់នឹងហើយបងប្អូនរស់នៅពិបាកណាបងប្អូនពិបាកណារំខានការងារទាំងអស់តែបងប្អូនកំពុងតែធ្វើនេះបងអរគុណច្រើនបងប្អូនអញ្ចឹងវីដេអូខ្ញុំដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងអរគុណច្រើនដែលបងប្អូនចំណាយពេលឲ្យមានតម្លៃរបស់បងប្អូនមកទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់បងប្អូនអរគុណច្រើនជម្រាបលាសុខសប្បាយអរគុណបាយបាយ